សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នានៅពេលនេះខ្ញុំមានព័ត៌មានតនហេតុការណ៍មួយពាក់ព័ន្ធជាមួយនឹងអន្តរាគមន៍របស់ប្រទេសចិនទៅក្នុងចំនួនព្រំដែនរវាងកម្ពុជាហើយនិងថៃបើយោងតាមសេចក្តីរាយការណ៍នានារបស់សារព័ត៌មានដូចជា Xinhua Global Times បានឲ្យដឹងថានៅថ្ងៃប្រហ័សទី18ខែធ្នូនេះគឺរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ចិនគឺលោកវ៉ាងយីបានធ្វើការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាគឺលោកប្រាក់សុខុននិងរដ្ឋមន្ត្រីការបរទេសរបស់ថៃលោកសៀស័កភូមិកិតកែវសារព័ត៌មាននេះបានឲ្យដឹងថាភាគីទាំងពីរគឺកម្ពុជានិងថៃបានជម្រាបជូនលោកវ៉ាងអំពីការវិវត្តចុងក្រោយបំផុតនៃការប៉ះទង្គិចគ្នាតាមព្រំដែនកម្ពុជានិងថៃនឹងបានបង្ហាញពីឆន្ទៈរបស់អស់លោកក្នុងការបន្ធូរបន្ថយភាពតានតឹងហើយក៏ដូចជាអនុវត្តនៅបទច្បាញ់គ្នាផងដែរនេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Global Times ដែលដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ចិនគឺ Xinhua លោកវ៉ាងដែលក៏ជាសមាជិកនៃការិយាល័យនៃគណៈកម្មាធិការមជ្ឈិមបកកុម្មុយនីសចិនបាននិយាយថាក្នុងនាមជាមិត្តនិងជាអ្នកជិតខាងជិតស្និទ្ធរបស់កម្ពុជានិងថៃប្រទេសចិនមិនចង់ឃើញភាគីទាំងពីរប្រឈមមុខដាក់គ្នាដោយអាវុធហើយលោកមានការសោកស្ដាយយ៉ាងខ្លាំងចំពោះជនស៊ីវិលដែលបានស្លាប់និងរបួសដោយសារចំនួននេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Xinhua លោកវ៉ាងក៏បានកត់សម្គាល់ថាទំហំនៃការប៉ះទង្គិចគ្នាលើកនេះគឺលើសពីឧបទ្ទវហេតុមុនទៅទៀតហើយគឺមិនត្រូវទុកឲ្យវាបន្តទៀតទេពីព្រោះវាមិនបានផ្ដល់ផលប្រយោជន៍ដល់ភាគីទាំងពីរឡើយខណៈពេលដែលចំនួននេះក៏ធ្វើឲ្យខូចទៅដល់ឯកភាពរបស់អាស៊ានផងដែរលោកវ៉ាងបានសង្កត់ធ្ងន់ថាអតិភិបចម្បងគឺត្រូវធ្វើការសម្រេចចិត្តភ្លាមដើម្បីបញ្ឈប់ការបាញ់ប្រហារទប់ស្កាត់ការខាតបង់ឲ្យទាន់ពេលវេលានិងកសាងទំនុកចិត្តគ្នាទៅវិញទៅមកលោកវ៉ាងបាននិយាយថាបេសកជនពិសេសសម្រាប់កិច្ចការអាស៊ីមកពីក្រសួងការបរទេសចិនបានចេញដំណើរទៅកាន់ប្រទេសកម្ពុជានិងថៃរួចហើយដើម្បីធ្វើការងារការទូតដោយកត់សម្គាល់ថាប្រទេសចិននឹងបន្តដើរតួនាទីជាស្ពាននិងខិតខំប្រឹងប្រែងស្ថាបនាដើម្បីលើកកម្ពស់ការកសាងសន្តិភាពឡើងវិញរវាងប្រទេសទាំងពីរលោកវ៉ាងបាននិយាយថាចិនសង្ឃឹមថាប្រទេសទាំងពីរនឹងចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីធានាសុវត្ថិភាពនៃគម្រោងនិងបុគ្គលិករបស់ចិនហើយក៏ត្រូវតែប្រយ័ត្នប្រយែងចំពោះការផ្សាយព័ត៌មានមិនពិតលោកវ៉ាងបាននិយាយថាចិនសង្ឃឹមថាប្រទេសទាំងពីរនឹងចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីធានាសុវត្ថិភាពនៃគម្រោងនិងបុគ្គលិករបស់ចិនហើយក៏ត្រូវតែប្រយ័ត្នប្រយែងចំពោះការផ្សាយព័ត៌មានមិនពិតដើម្បីបង្ខូចកេរ្តិ៍ឈ្មោះនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសចិននិងប្រទេសទាំងពីរសារព័ត៌មាននេះបានបញ្ចប់ដោយរាយការណ៍ថាលោកប្រាក់សុខុននិងលោកសៀស័កភូមិកិតកែវបានកោតសរសើរយ៉ាងខ្លាំងចំពោះជំហរគោលបំណងនិងភាពមិនលំអៀងរបស់ប្រទេសចិននិងតួនាទីរបស់ចិនក្នុងការសម្របសម្រួលការសន្ទនានិងលើកកម្ពស់ការចរចាពួកអស់លោកក៏ស្វាគមន៍ចំពោះការសម្របសម្រួលការទូតដោយបេសកជនពិសេសរបស់ប្រទេសចិនហើយក៏បានសម្ដែងក្តីសង្ឃឹមថាប្រទេសចិននឹងដើរតួនាទីកាន់តែសំខាន់នៅក្នុងការបន្ធូរបន្ថយស្ថានភាពតានតឹងនិងកសាងសន្តិភាពឡើងវិញនេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Xinhua សូមអរគុណសូមជម្រាបលា